ព្រះបន្ទូលនៅថ្ងៃនេះមានចំណងជើងថាព្រះគុណលើសពីការប្រព្រឹត្តបងប្អូនអើយយូរនៅក្នុងសង្គមមួយដែលបង្រៀនឲ្យយើងខំប្រឹងចង់បានប្រាក់ខែត្រូវខំប្រឹងធ្វើការចង់បានលេខ1ត្រូវខំប្រឹងរៀនយើងក៏តែងតែយកផ្នត់គំនិតមួយនេះមកប្រើជាមួយនឹងព្រះដែរដោយគិតថាតើតែខ្ញុំធ្វើល្អឲ្យបានច្រើនទើបព្រះសង្គ្រោះខ្ញុំផ្ទុយពីគំនិតរបស់មនុស្សព្រះគម្ពីរបានបង្រៀនយើងនិងប្រាប់យើងអំពីរបៀបដែលទទួលសេចក្តីសង្គ្រោះគឺថាមិនមែនដោយការប្រព្រឹត្តនោះឡើយព្រះគម្ពីរអេផេសូចំពោះ2ខ8ដល់9បានចែងថាត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញក៏មិនមែនដោយការប្រព្រឹត្តដែរក្រែងអ្នកណាឧបខ្លួនពិតមែនហើយការប្រព្រឹត្តល្អមិនមែនជារបៀបដោយសារនៃអំពើបាបដែលជួយយើងឲ្យរួចផុតពីកំហុសនៃអំពើបាបរបស់យើងនោះឡើយដូចជាសុភាសិតខ្មែរក៏បានជួយបញ្យល់យ៉ាងច្បាស់បន្ថែមទៀតថាធ្វើគុណមួយសំពៅទោសមួយចូលទៅរលីបាត់បង់ឃ្លានេះបញ្ជាក់ពីភាពអស់សង្ឃឹមនៃកម្លាំងរបស់មនុស្សទោះយើងខំប្រឹងធ្វើបុណ្យសន្សំកុសលច្រើនកម្រិតណាក៏ដោយក៏ដូចជាសំពៅឲ្យតែមានកំហុសឬបាបតែបន្តិចទោសមួយចូលទៅនោះអ្វីៗទាំងអស់នឹងវិនិច្ឆ័យបាត់នេះបង្ហាញថាមនុស្សមិនអាចជួយសង្គ្រោះខ្លួនឯងតាមរយៈការប្រព្រឹត្តនោះឡើយដូចជាព្រះយេស៊ូវបានប្រាប់ពីរបៀបដែលព្រះបានរាប់មនុស្សជាសុចរិតនៅក្នុងសាច់រឿងដែលទ្រង់បាននិទានអំពីមនុស្ស2នាក់ដែលឡើងទៅអធិដ្ឋាននៅក្នុងព្រះវិហារទី1គឺពួកផារីស៊ីគាត់បានអួតអំពីការប្រព្រឹត្តរបស់ខ្លួនអំពីការតមអាហារថ្វាយនឹងមកភេទ10និងមិនធ្វើបាបសោះគាត់ជឿលើអំពើល្អនៃសំពើរបស់គាត់អ្នកជប៉ុនគាត់ដឹងថាខ្លួនមានបាបគាត់មិនហ៊ានទាំងងើបមើលទៅលើមេឃផងគឺគាត់គ្រាន់តែទូលព្រះថាសូមឲ្យព្រះអង្គប្រោសប្រណីនឹងជួយដល់គាត់ដែលជាមនុស្សមានបាបព្រះយេស៊ូវបានមានបន្ទូលថាអ្នកជប៉ុនអ្នកនេះនឹងបានរាប់ជាសុចរិតនៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញនេះមិនមែនដោយសារតែគាត់ល្អជាងពួកផារីស៊ីនោះទេប៉ុន្តែដោយសារតែគាត់ទទួលបានព្រះគុណតាមរយៈការបន្ទាបខ្លួនពិតមែនណាស់ការទទួលស្គាល់ថាខ្លួនជាមនុស្សមានបាបទាំងបន្ទាបខ្លួនហើយសូមជំនួយពីព្រះនោះហើយជារបៀបដែលព្រះយេស៊ូវបានជួយអ្នកនោះឲ្យរួចពីអំពើបាបនិងរាប់បានជាសុចរិតតាមរយៈព្រះគុណតើព្រះគុណជាអ្វីព្រះគុណគឺជាការដែលព្រះជាម្ចាស់ទ្រង់យាងមកជួយយើងក្នុងខណៈពេលដែលយើងលងក្នុងអំពើបាបបងប្អូនអើយសេចក្តីសង្គ្រោះមិនមែនជារង្វាន់សម្រាប់អស់អ្នកដែលធ្វើល្អបំផុតទេប៉ុន្តែជាអំណោយសម្រាប់អស់អ្នកដែលដឹងខ្លួនថាខ្លួនទន់ខ្សោយបើបងប្អូនធ្វើល្អសូមធ្វើដោយចិត្តអំណរមិនមែនធ្វើដោយដោះដូរនឹងសេចក្តីសង្គ្រោះឡើយបើបងប្អូនមានអារម្មណ៍ថាបាបខ្ញុំធ្ងន់គុណខ្ញុំតិចនោះសូមចាំថាព្រះគុណរបស់ព្រះយេស៊ូវធំជាងអំពើបាបរបស់បងប្អូនទៅទៀតក្នុងលោកីទោសមួយអាចរលាយគុណមួយសំពៅប៉ុន្តែនៅក្នុងព្រះគ្រីស្ទព្រះគុណរបស់ទ្រង់តែមួយអាចរលាយបាបមួយសមុទ្ររបស់បងប្អូនបានសម្រួលពិចារណាថ្ងៃនេះតើបងប្អូនចង់ឈប់នឿយហត់នៅសន្សំគុណដើម្បីសង្គ្រោះខ្លួនឯងហើយមកសម្រាកក្នុងព្រះគុណរបស់ព្រះគ្រីស្ទដែរទេអរគុណច្រើនសូមព្រះយេស៊ូវប្រទានពរ